សូមប្រុងប្រយ័ត្នផងនៅពេលនេះសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកតាមអនឡាញនៅខេត្តសៀមរាបករណីទូរស័ព្ទលក់ថោកពេលលុយហើយប្លុកបាត់តែម្ដងបាត់ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមស្នេហ៍ឯកងែងជួបប្រធាននាយកដ្ឋាននគរបាលព្រំប្រទានកម្លាំងជំនាញចាប់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆបោកតាមអនឡាញដោយបង្ហោះផលិតផលគ្រឿងអេឡិចត្រូនិកនិងទូរស័ព្ទតែនៅពេលអ្នកទិញផ្ទេរប្រាក់មករូបគេក៏បានមិនផ្ទេរតំណែងត្រឡប់ទៅវិញហើយប្លុកអ្នកទិញនោះចោលតែម្ដងជនសង្ស័យដែលត្រូវបានកម្លាំងជំនាញនគរបាលព្រំប្រទានចាប់ឃាត់ខ្លួនឈ្មោះថាពៅវណ្ណៈគឺពៅច័ន្ទវណ្ណៈអាយុ42ឆ្នាំស្នាក់នៅសង្កាត់ក្របីរៀលក្រុងសៀមរាបខេត្តសៀមរាបបច្ចុប្បន្នស្នាក់នៅផ្ទះលេខជួរក្រោយស្តាតចាស់ម្ដុំមន្ទីរពេទ្យគុណធបុផាខេត្តសៀមរាបជននេះប្រើប្រាស់ Facebook Page ដែលមានឈ្មោះថា Modern Phone Shop ផ្អែកតាមចម្លើយសារភាពជនសង្ស័យដែលមានឈ្មោះថាពៅច័ន្ទវណ្ណៈបានទទួលស្គាល់ថាខ្លួនពិតជាបានប្រព្រឹត្តអំពើឆបោកតាមអនឡាញជាច្រើនលើកច្រើនសារពិតប្រាកដមែនតាមផតាំងដែលសមត្ថកិច្ចជំនាញរកឃើញនៅក្នុង Facebook Page នោះជននេះគឺបានប្លុកជនរងគ្រោះជាច្រើនអ្នកក្រោមរូបភាពដូចគ្នាគឺទទួលបានប្រាក់ហើយមិនផ្ញើតំណែងត្រឡប់ទៅវិញទេបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញនគរបាលនាយកដ្ឋាននគរបាលព្រំប្រទានបញ្ជូនទៅកាន់សាលាដំបងខេត្តជាស្រ័យគឺសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីហើយនិយាយទៅគឺគេទិញទូរស័ព្ទហើយគេផ្ញើលុយឲ្យអត់ផ្ញើវណ្ណគេឲ្យប្លុកចោលទៀតបងប្អូនបាទឥឡូវនេះគឺសមត្ថកិច្ចក៏បានចាប់ខ្លួនហើយនិយាយទៅគឺគាត់រកស៊ីផ្លូវការណាបងប្អូនអត់មានតំណែងអីគេទេប៉ុន្តែឲ្យគេវាលុយមកគឺអត់វាលុយវាតំណែងអីគេជាករណីថាឆបោកពេញទីតែម្ដងចំពោះរឿងនេះចឹងសូមមេត្តាបងប្អូនដល់គ្នាមុននឹងទិញរបស់តាមអនឡាញមេត្តាបណ្ឌិតពេកស្រាវជ្រាវប្រវត្តិឲ្យបានច្បាស់លាស់មុននឹងទិញកុំឲ្យមានបញ្ហានេះកើតឡើងព័ត៌មាននេះដែរគឺមានតែប៉ុណ្ណេះទេសូមអរគុណសូមជម្រាបលា